សុំគោរពជំរាបសួរត្រង់អាដាមលោកជំទាវអស់លោកស្រីភ្ញៀវកិត្តិយសទាំងអស់និងក៏សូមអរគុណអស់លោកគ្រប់ជាន់ថ្នាក់ព្រមទាំងលោកយាយលោកតាប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីបុណ្យសពនៃបងប្អូនប្រុសរបស់ខ្ញុំក៏ដូចជាវីរៈជនស្នេហាជាតិ3រូបដែលបានពលីជីវិតរួមគ្នានៅក្នុងពេលនេះហើយនេះគឺជាទស្សនវិជ្ជានៃការគោរពដួងវិញ្ញាណក្ខន្ធរំលែកទុក្ខចំពោះវីរៈជនស្នេហាជាតិទាំង4រូបដែលបានបាត់បង់ជីវិតពីសំណាក់ទ្រង់អាដាមលោកជំទាវលោកអុកញ៉ាលោកស្រីមន្ត្រីរាជការគ្រប់ក្រសួងមន្ទីរស្ថាប័នដែលបានចូលរួមរំលែកទុក្ខមរណៈទុក្ខសពរបស់បងប្រុសខ្ញុំក៏ដូចជាវីរៈជនទាំង3រូបដែលបានពលីជីវិតនៅក្នុងពេលនេះយើងខ្ញុំសូមថ្លែងអំណរគុណហើយក៏ដូចជាសូមគោរពដឹងគុណនៅការពលីកម្មរបស់វីរៈជនទាំងអស់ដែលបានពលីជីវិតនៅក្នុងសង្គ្រាមឈ្លានពានរបស់ពួកសៀមពេលនេះសូមឧទ្ទិសបុណ្យកុសលទៅដល់អស់លោកសូមឲ្យអស់លោកត្រេកអរអនុមោទនាហើយក៏បានដល់នៅសេចក្តីសុខបដិសន្ធិនៅក្នុងសុគតិភពកំបីគ្លៀនជាតិឡើងពលីកម្មរបស់អស់លោកយើងខ្ញុំនឹងចងចាំជានិច្ចនៅក្នុងខួរក្បាលនៅក្នុងបេះដូងហើយយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរត្រូវតែថ្កោលទោសចំពោះចៅសៀមឈ្លានពានទឹកដីត្រូវពហិការដាច់ខាតចំពោះទំនិញសៀមផលិតផលសៀមយើងមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏សង្រេងដែលពួកវាឈ្លានពានយ៉ាងកំរល់កំហុកមកដល់ប្រទេសកម្ពុជាធ្វើឲ្យប្រទេសជាតិនិងប្រជាជនរបស់យើងរងទុក្ខវេទនាព្រាត់ប្រាសនារីខ្លះក៏ស្លាប់ខ្លះក៏របួសហើយក៏សូមថ្លែងអំណរគុណសូមគោរពអរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ហើយក្នុងវេលានៅរសៀលម៉ោង2នេះក៏មានវត្តមានរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក៏ដូចជាលោកជំទាវពេជ្រច័ន្ទមនីបានចូលគ្រប់វិញ្ញាណក្ខន្ធរបស់សពផងដែរមកគុណ